ក្រុមហ៊ុនទៅមុនប៉ាលុយ10000នេះគឺចង់ឲ្យពួកខ្ញុំបាត់មុខពីប៉ាដើម្បីកុំឲ្យប៉ះពាល់ដល់គ្រួសារថ្មីរបស់ប៉ាឥឡូវនេះមែនទេប៉ាមិនមែនមានន័យអញ្ចឹងទេពួកកូនទៅដេកសន្តាគារ2ថ្ងៃសិនទៅចាំប៉ាជាអ្នកចាត់ចែងចាំប៉ាដោះស្រាយរឿងក្នុងផ្ទះរួចរាល់ប៉ាច្បាស់ជាមានការពន្យល់មួយសម្រាប់ពួកកូនមិនបាច់ទេឥឡូវលោកមានប្រពន្ធថ្មីហើយថែមទាំងមានកូនដែលមិនទាន់កើតទៀតពួកខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាមិនគួរមកទីនេះទេថ្ងៃក្រោយទូបងប្អូនពួកយើងដាច់ពោះស្លាប់ក៏មិនមករកលោកឯងទៀតដែរបងប្រុសពួកយើងអត់មានអ្នកណាចង់បានទៀតហើយមែនទេបង20នាទីមុនបងប្អូនទាំងពីរទើបតែដើរចូលក្រុមហ៊ុនក៏ត្រូវសន្តិសុខខាត់ក្មេងទាំងពីរពាក់អាវរងាចាស់ខុសទំហំស្បែកជើងប្រឡាក់ពេញដោយភក់លោកពូពួកក្មួយមិនមែនមករករឿងទេពួកក្មួយមករកគូយីនស៊ឺគាត់ជាប៉ាបង្កើតរបស់ពួកក្មួយលោកអគ្គនាយកគូគឺជាប្តីរបស់អគ្គនាយិកាស៊ូកូនគេមិនទាន់កើតផងមិននឹងអាចជាប៉ាឯងទៅអាអូនបើមិនព្រមទៅទេអញហៅគេមកអូសុកចេញឥឡូវហើយពួកក្មួយអត់បានកុហកទេណាក្មួយឈ្មោះគូយីឈៀងចំណែកបងប្រុសឈ្មោះគូលីងសៀវពួកក្មួយតាមរកប៉ាយូរណាស់មកហើយសូមលោកពូឲ្យពួកក្មួយបានជួបគាត់បន្តិចទៅណាលោកពូសំឡេងប្រកែកគ្នាបានរំខានដល់ស៊ូរ៉ូឡានដែលទើបតែចេញពីប្រជុំនាងកំពុងពោះ8ខែក្រោយមកក៏ហៅក្មេងទាំងពីរចូលការិយាល័យយកនំប៉័ងឲ្យក្មេងញ៉ាំសកម្មភាពដែលយីឈៀងបំបែកនំប៉័ងធំជាងឲ្យបងប្រុសធ្វើឲ្យនាងមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងក្មួយប្រាប់ថាគូយីនស៊ឺជាប៉ាចុះមិនក៏មិនតាក់ទងទៅគាត់ផ្ទាល់ទៅក្រោយពេលប៉ាម៉ាក់លេងលេះគ្នាពួកក្មួយរស់នៅជាមួយពូបង្កើតលោកពូមិនឲ្យពួកក្មួយតាក់ទងទៅប៉ាទេថែមទាំងប្រាប់ទៀតថាប៉ាមានគ្រួសារថ្មីបាត់ទៅហើយគាត់មិនទទួលស្គាល់ពួកក្មួយទៀតទេចុះក្មួយរកកន្លែងនេះឃើញដោយរបៀបណាទៅគឺលោកគ្រូប្រចាំថ្នាក់ជាអ្នកជួយរកឲ្យក្មួយបងសំឡាញ់បងកំពុងតែរើសទិញយទេសរុញឲ្យកូនយើងតើមានរឿងអីមែនអូនប្រញាប់ត្រឡប់មកក្រុមហ៊ុនវិញភ្លាមមកនៅក្នុងការិយាល័យមានក្មេង2នាក់ពួកគេអះអាងពេញមាត់តែម្ដងថាបងជាប៉ាបង្កើតរបស់ពួកគេកន្លះម៉ោងក្រោយមកគូយីនស៊ឺក៏បានមកដល់គ្រាន់តែឃើញមុខក្មេងទាំងពីរភ្លាមសោឡានក្នុងដៃក៏ធ្លាក់ចុះដល់ដីមិនបានជាពួកកូនធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងចុះម៉ាក់របស់កូននៅណាបងឯងប្រាប់អូនឲ្យច្បាស់សិនមកតាមពិតទៅពួកគេជាអ្នកណាឲ្យប្រាកដ